នេះគឺជាបទដាក់ទង់ព្រះពុទ្ធសាសនាជាតិយើងអ្នកកាន់សាសនាត្រូវដឹងច្បាស់ថាព្រះពុទ្ធចិនស្រីទ្រង់មានឆោពន់រាំងសីគឺព្រះរាំងស្មីទាំង6ពរសាយចេញពីព្រះកាយត្រង់រុងរឿងរតិរងប្រសាបជ្វាលឆ្វាត់កាយឆាតឆាយល្អទាំង6ពួរស្រស់ល្អសោភាកំណាតនៃព្រះរាំងស្មីកាត់ដោយបារមីនៃព្រះភគវីធ្វើទានអត់មានរញរាកាលដែលនៅជាព្រះពោធិសត្វរាំងស្មីពណ៌ខៀវនងណាកាលឆ្កៀលនេត្រាត្រង់ដោយចិត្តកាត់ធ្វើទានដល់អនព្រាមពិតកាលនៅជាក្សត្រនាមស្រីភីរីរាំងស្មីពណ៌លឿងភ្លើថ្លាកាលដែលត្រង់អាសាច់ផែធ្វើមៀងបាត់ពនថារូបភ្លឺអោភាព្រះអញ្ជាងមៀងត្រង់វ័យបណ្ឌិតរាំងស្មីក្រហមនោណាកាលដែលមេដាពួកខំស្លាប់ពិតបទុំសុបដោជីវិតកាត់បែដងបាត់ធ្វើឆ្នាំមេតារាំងស្មីសសតសាទកាលជាព្រះបាទវេស្សនកសន្ត្រាធ្វើទានដំរីសសោភាដែលត្រង់ប្រាថ្នាយកពោធិញារាំងស្មីពណ៌ដូចជើងហងកាលមេដាត្រង់យាចាប់យកបានវែងជាអាសាញ់ខ្លួនប្រានឲ្យយ៉ាងសាមានស៊ីបដូរជីវិតរាំងស្មីភ្លឺភ្លែកពនរេកាលជាទុនសាយឈ្មោះសំបណ្ឌិតឲ្យទានសាច់ហៀមជីវិតដល់អនព្រាមពិតថាអត់អាហារាំងស្មីខៀវលឿងក្រហមហងស្បានព្រមភ្លេងភ្លឺអង្ចាត្រូវជា6ប្រការក្មេងចាងកងមកចូលចាំទុកអើយ